សម្រាប់ចាស់ប្រកាន់ស្ត្រី2នាក់រឿងស្នេហាត្រីកោណប្រពន្ធដើមលើកគ្នាទៅវាយស្រីកំណាន់ប្តីចំនួន2បទល្មើសរាជធានីភ្នំពេញលោកប្លង់សុផលព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអព្យាការអមសាលាដំបងរាជធានីភ្នំពេញបានឲ្យដឹងថាសំណុំរឿងប្តីមានស្រីកំណាន់ប្រពន្ធនិងបងប្អូនបាក់ឡានដេញបុកស្រីកំណាន់របស់ប្តីបង្កអំពើហិង្សាត្រូវបានតំណាងអព្យាការសម្រេចបើកការស៊ើបសួរលើជនសង្ស័យទាំងពីរនាក់បទល្មើសបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា218និងមាត្រា411នៃក្រមព្រហ្មទណ្ឌក្រោយតំណាងអព្យាការបញ្ចប់ការស៊ើបសួរសំណុំរឿងនេះបានចាប់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នរងចាំកាកបាទសាវនាការផ្ដន្ទាទោសទៅតាមច្បាប់ជាធរមានបើយោងតាមការចាប់ប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមាត្រា218នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យប្រាក់ពី4លានរៀលទៅ10លានរៀលកាលបើអំពើហិង្សានេះប្រព្រឹត្ត 1. ដោយមានការគិតទុកជាមុន 2. ដោយប្រើអាវុធឬគំរាមកំហែងដោយអាវុធ 3. ដោយមានមនុស្សច្រើនអ្នកក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតនិងជាអ្នកសំគំនិតរីឯបទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា411នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសជនសង្ស័យដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាទឹកប្រាក់ពី4លានរៀលទៅ10លានរៀលក្នុងករណីដូចតទៅ 1. បើបទល្មើសនេះបានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតឬជាអ្នកផ្សំគំនិត 2. កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋានមានន័យថាសំណុំរឿងខាងលើនេះតំណាងអព្យាការបានចោទប្រកាន់លើជនសង្ស័យទាំងពីរនាក់ចំនួន2បទល្មើសដោយបទល្មើសនីមួយៗតម្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាទឹកប្រាក់ពី4លានរៀលទៅ10លានរៀលដូចគ្នាប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះទោសទាំងពីរចៅក្រមបូកចូលគ្នាឬយ៉ាងណា